sẽ đẹp số ngày năng dừng mà thuê ca model còn tái khăn ca model đấy cứ dừng thuê ca model từ lời kia thì pi đại ca muốn dừng thuê ca model từ kia thì mới thấy hai lầnนี้ខ្ញុំនឹងបង្ហាញអំពីការ model អាគារទី2នៅក្នុងកម្មវិធី robot ដដែលអញ្ចឹងយើងចូលមកបើកកម្មវិធី robot របស់យើងមកអញ្ចឹងខ្ញុំប្រើកម្មវិធី robot នេះគឺខ្ញុំប្រើ2023ពេលចូលបានប៉ុណ្ណេះហើយណែយើងចែកអាកន្លែងនេះមកណែកន្លែង cell design នេះមកនៅកន្លែងនេះយើងគ្រាន់តែដាក់កន្លែងនេះលើវាទៅវា load ពីឲ្យហើយវា load ពីឲ្យ cell design អញ្ចឹងចែកលើវាមួយមកពេលបើកបានប៉ុណ្ណេះហើយដើម្បីធ្វើការម្ដងបានយើងត្រូវទៅធ្វើការកំណត់សិនអញ្ចឹងដើម្បីកំណត់បានយើងនេះចូលកន្លែង tool នេះហើយអស់មកក្រោមណា roll job preference អញ្ចឹងចែកលើវានេះមកអញ្ចឹងការមុននេះយើងត្រូវបង្កើតនេះកន្លែង unit and format dimension font order unit edition ហើយ material នេះទៅចាំ material នេះវាកំណត់ទៅលើដែកទៅលើបេតុងហើយនឹង database យើងអស់មករអត់ code design នេះយើងកំណត់អញ្ចឹងមកហើយអ្នក load អីហ្នឹងយើងកំណត់មកដោយសារការមុនយើងកំណត់ម្ដងហើយយើងកំណត់នៅក្នុង model ទី1អញ្ចឹងតើតើដល់ហ្នឹងយើងបានកំណត់ទៅលើ model ទី1ហើយយើងបាន cell ឈ្មោះតុងដែលខ្ញុំបាន cell នៃឈ្មោះនៃតុងអញ្ចឹងហើយម្ល៉េះយើងចុច OK មកដំបូងឡើងយើងត្រូវការបង្កើត grid line ដូចមុនដែរអញ្ចឹងយើងទៅមើលប្លង់ AutoCAD យើងមួយមកអញ្ចឹងយើងបើកប្លង់ AutoCAD មួយមកនេះប្លង់ AutoCADពេលបដើហើយណែយើងមើលមកណែនេះសម្រាប់ចន្ទទី1នេះដូចជានេះសម្រាប់ប្លង់ជន់ផ្ទាល់ដី ground floor អញ្ចឹង ground floor យើងមើលមកវាមានអីវាមានដូចជាចំណតមានចំណតឯងកន្លែងនេះជាផ្លេចចេញចូលដែរស្អីគេនេះអូអានេះយើងវាជន់គ្នាយើងទាញឲ្យផត់មកឲ្យជន់គ្នាតែផត់អញ្ចឹងមកឲ្យជន់គ្នាចឹងយើងជន់ផ្ទាល់ដីយើងឃើញថាវាសតតែជាចំណតទេហើយចន្ទទី1នេះគឺវាមាន restaurant ដែរណែវាមានភោជនីយដ្ឋានមកដំនេះហើយកន្លែងនេះគឺខានចក្រាននេះណាចំនួនម្ហូបហើយ playground space ហ្នឹងប្រហែលជាកន្លែងលេងកន្លែងតនីអញ្ចឹងណាហើយវាមានដូចជា manager office មានបន្ទប់សុវត្ថិភាពមានបន្ទប់ប្រជុំអីចឹងទៅចឹងយើងមកមើលជាន់ទី2មានតែ restaurant ហើយកន្លែងហាត់ប្រាណតិចតួចកន្លែងហាត់ប្រាណហើយនឹង water hot water sauna steam អីហ្នឹងspa ដែរមានកន្លែង spa ដែរចឹងទៅមកយើងមើលជាន់ទី3ដល់ទី8គឺសុទ្ធតែបន្ទប់ស្នាក់នៅទេភាសាគារហ្នឹងជាភេទអគារស្នាក់នៅចឹងយើងអស់មកនេះចន្ទទី9គឺ restaurant ហ្នឹងប្រហែលជា Sky Bar ភេទ Sky Bar អីហ្នឹងហើយនេះចន្ទដបលទេអត់មានអីទេចន្ទដបលសត្វចន្ទដបលទេនេះថប់រូបចឹងនេះគឺប្លង់អានេះប្លង់មើលពីមុខពីក្រោយហើយនេះគឺប្លង់មើលពីឆ្វេងមើលពីស្ដាំមើលពីមុខពុះ season A season B យ៉ាងដែរ
chẳng vậy là dương trai mơ tầm bón cứ dương mà mơ create line làm bàiประกาศ ក្នុងកម្មវិធីរបស់អញ្ចឹង create line យើងយើងមើលលេខមកអញ្ចឹងឃើញថានេះមាន6ម៉ែត្រ6ម៉ែត្រ6ម៉ែត្រ3ដងហើយកន្លែងនេះ7ម៉ែត្រ6ម៉ែត្រ2ដងទៀតអញ្ចឹងយើងបង្កើតមកបង្កើតណាដើម្បីបង្កើតយើងចូលកន្លែង geometry ហើយ axis definition ណាចុចវា ax នេះមកហើយយើងមាញ់ដូចជាអានេះប្រវែងអានេះចំនួនប្រឡោះអញ្ចឹងចឹងមាញ់ដូចជា6ម៉ែត្រដូចជា3អញ្ចឹងដាក់3មកហើយដាក់6មកຂະຫນាត់នេះຂະຫນាត់ជាម៉ែត្រនៅកន្លែងនេះអញ្ចឹងលេខរៀងនេះត្រូវហើយយើងចុច add មួយមកតមក7មានតែមួយប្រឡោះទេអញ្ចឹងយើងដាក់មកតមក6មាន2ប្រឡោះទៀតហ៎អញ្ចឹងដាក់6វិញមកអញ្ចឹងប្រវែងសរុបវា37ម៉ែត្រអញ្ចឹងយើងមកមើលមក37ម៉ែត្រនេះត្រូវអញ្ចឹងយើង ax អស់ហើយយើងចូលដល់ ax អញ្ចឹង ax យើង4ម៉ែត្រ6ម៉ែត្រ2ម៉ែត្រ8 6ម៉ែត្រអញ្ចឹងយើងចូលណែចុចលើ ax ទៅនេះមកណែហើយយើងដាក់នេះមកប្រឡោះមាញ់4ម៉ែត្រមកប្រឡោះយើងដាក់4ម៉ែត្រមកតែកន្លែងនេះយើងរើស ab ដោយសារណែអាកន្លែងនេះណែ abc អញ្ចឹងយើងរើសកន្លែងនេះត្រូវហើយយើងចុច add មួយមកហើយមកប្រឡោះទៀតដូចជា6ម៉ែត្រមកប្រឡោះទៀត 2.8 ម៉ែត្រមកប្រឡោះទៀត6ម៉ែត្រអញ្ចឹងវា18ម៉ែត្រចុច8អញ្ចឹងយើងមើលមកត្រូវអត់ត្រូវណាត្រូវអញ្ចឹងយើងមកមើលកម្ពស់វាម្ដងមើលប្លង់ elevation មកមើលពីមុខអញ្ចឹងវា3ម៉ែត្រ8 3ម៉ែត្រ8អូសិត3ម៉ែត្រ8ទាំងអស់តាអញ្ចឹងយើងរាប់យកមិនដែរ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
8 9 9chẳng 3 mét 8 មាន 9 ណោះមាន 4 បន្លោះចឹងយើងចុចលើសត្វនេះមកហើយយើងដាក់តាណា9ទៅហើយដាក់ 3.8 កន្លែងនេះយើងយក file new នេះបានប៉ុណ្ណេះហើយយើង add មកតែវាអត់ទាន់អស់ទេវានៅចន្ទដំបូលនេះអានេះយើងយកអូអានេះយក 4.25 ដែរចឹងដាក់មកប្រឡោះមកហើយដាក់ 4.25 add ផងមួយមកហើយនេះទៀតដាក់ប៉ុន្មាន 3.57 ចឹងដាក់ 3.57 ណា 3.57 កាលណាយើងបង្កើតអស់ប៉ុណ្ណេះហើយយើងចុច apply នេះមកហើយ close វាទៅចឹងកន្លែងនេះវាឈរណាកន្លែងនេះវាឈរនៅលើ xset ចឹងយើងមកមើលx y វិញមកចឹងy វាប៉ុណ្ណឹងចឹងយើងឃើញថាការបង្កើត grid line ហ្នឹងគឺប៉ុណ្ណេះឯងចឹងប៉ុន្តែដូចប្រាប់ហ្នឹងណាដើម្បីបង្កើត grid line ហើយធ្វើការម្ដងយើងដំបូងយើង complete ណា tool ណាត្រូវកំណត់អាចចប់ reference នេះហើយកាលណាយើងកំណត់ហើយយើងបង្កើត grid line នេះទៅដើម្បីធ្វើការគូបន្ថែមទៀតចឹងវីដេអូនេះមានតែប៉ុណ្ណេះឯងហើយនៅវីដេអូបន្ទាប់យើងនឹងទៅធ្វើការកំណត់មកកាត់អក្សរមកកាត់ភ្នៅដើម្បីធ្វើការគូបន្ថែមទៀតចឹងវីដេអូសូមបញ្ចប់ប៉ុណ្ណេះបាទសូមអរគុណ